សួស្តីអ្នកទាំងអស់គ្នាvừaត្រឡប់មកវិញជាមួយខ្ញុំម្ដងទៀតដែលថ្ងៃនេះខ្ញុំនឹងថ្ងៃនេះរៀងខុសប្លែកតិចដោយសារតែវីដេអូខ្ញុំរាល់ដងនិយាយជាភាសាអង់គ្លេសតែថ្ងៃនេះខ្ញុំនិយាយជាភាសាខ្មែរអញ្ចឹងថ្ងៃនេះយើងនឹងចូលទៅដល់មេរៀនមួយដែលនៅក្នុងមេរៀន Digital Marketing ដែលខ្ញុំបានសិក្សាពីទាក់ទងទៅនឹង Navigator Guide to the Digital Macro Environment អញ្ចឹងចង់ដឹងថាយមន័យនៅក្នុងនោះមានអីខ្លះអញ្ចឹងយើងទៅជាមួយគ្នាអញ្ចឹងយើងត្រូវដឹងថានៅក្នុង Digital World គឺវាមានច្រើនផ្នែកច្រើនយ៉ាងអញ្ចឹងយើងនៅក្នុងរឿងហ្នឹងមួយយើងអាច control បានអីទាំងអស់គ្រប់មុខទេអញ្ចឹងនៅក្នុងហ្នឹងនៅពេលដែលយើងចង់ push business យើងទៅកាន់ Digital World យើងត្រូវដឹងពីចំណុចអ្វីខ្លះដើម្បីឲ្យការធ្វើ business របស់យើងហ្នឹងវា success អញ្ចឹងអា Navigator Compass ហ្នឹងវាមានជា framework មួយដែលចែកចេញជាទៅ6ចំណុចដែលនៅក្នុងហ្នឹងមាន legal political environmental economic technology ហើយនិង social អញ្ចឹងចំណុចមួយខ្ញុំនឹងបន្តបញ្យល់នៅslide បន្តទៀតអញ្ចឹងយើងចូលមកយើងនិយាយពី technology មុនគេអញ្ចឹងយើងត្រូវដឹងថាពីមុនការធ្វើ business យើងធ្វើបែបជាលក្ខណៈ traditional យើងទិញលក់តាមបែបសាមញ្ញគឺអ្នកទិញទៅរកអ្នកលក់ឬក៏អ្នកលក់គាត់ធ្វើពាណិជ្ជកម្មសាមញ្ញបែបជាផ្ទាំងពាណិជ្ជកម្មឬក៏តាមទូរទស្សន៍តាមឈុអីចឹងទៅដើម្បីឲ្យអ្នកទិញហ្នឹងស្គាល់ទីតាំងទៅរកគាត់ទិញប៉ុន្តែដោយសារតែ technology យើងវា improve rapidly throughout the year អញ្ចឹងការធ្វើ business របស់យើងក៏វា improve ទៅតាមនឹងដែរតាមការប្រើ technology advancement អញ្ចឹងការហ្នឹងការធ្វើ ការរីកចម្រើននៃ technology វាជួយទៅដល់ការធ្វើ business យើងបែបដូចជាយើងអាច reach ទៅដល់ customer បានច្រើនជាងមុនវាជួយសម្រួលដល់ការងារការ promote អីវ៉ាន់យើងវាមានeffective ច្រើនជាងមុនហើយនឹងការ tracking ទៅលើថា product របស់យើងហ្នឹង cost interest នៃ customer ហ្នឹងវាប៉ុណ្ណាគឺវាមានភាពងាយស្រួលទាំងអស់ប៉ុន្តែនៅក្នុងការភាពងាយស្រួលហ្នឹងក៏វាមានជាបញ្ហាមួយចំនួនដែរទាក់ទងទៅនឹង technological អញ្ចឹងនៅក្នុងហ្នឹងវាមានដូចជានៅពេលដែលយើងប្រើប្រាស់ data ផលអតិថិជនឬក៏យើងប្រើអស់ហ្នឹងវាតែងតែជួបវិបត្តិមួយផងថាដែលគេចំណាំនិយាយឥឡូវគឺ cyber risk ឬក៏ data protection អញ្ចឹងមានន័យថាការប្រើdata អស់ហ្នឹងតាក់ទងនឹងความភ្ញៀវឬក៏អីហ្នឹងវាជាការសំខាន់មួយនៅក្នុងការ protect កុំឲ្យpersonal information ความភ្ញៀវដែលយើងមានហ្នឹងវា leak ទៅខាងក្រៅអញ្ចឹងអានេះយើងបញ្ចប់ចំណុចtechnological អញ្ចឹងយើងបន្តទៅបន្តទៀតគឺ legal អញ្ចឹងយើងត្រូវដឹងនៅក្នុងការដែលយើងធ្វើ business មួយយើងត្រូវដឹងពីអីគេខ្លះដើម្បីឲ្យ business ហ្នឹងយើងរ៉ានយើងធ្វើមិនដើម្បីឲ្យ business ហ្នឹងវាស្របទៅតាមច្បាប់វាត្រូវទៅតាមច្បាប់ចឹងហើយនៅក្នុងការ run business មួយមិនយើងចិត្តតែបើកយើងចិត្តតែធ្វើតាមចិត្តយើងទេគឺការធ្វើ business យើងត្រូវគិតគូរថា business របស់យើងជា business បែបម៉េចជាប្រភេទបែបម៉េចហើយការធ្វើ business យើងហ្នឹងវាស្របទៅតាមច្បាប់នៃប្រទេសដែលយើងកំពុងធ្វើ business នៅដែរទេយើងត្រូវដឹងពីសិទ្ធិនៅក្នុងការលក់ដូរហើយនឹងសិទ្ធិនៅក្នុងការបញ្ចេញអីវ៉ាន់អីមួយចំនួនដែរនៅក្នុងនោះអញ្ចឹងបន្តទៅមួយទៀតគឺតកតងនៅនឹង social អញ្ចឹង social យើងត្រូវដឹងថានៅពេលដែលយើងstart business នៅក្នុងហ្នឹងយើងត្រូវដឹងថាតើភ្ញៀវរបស់យើងហ្នឹងគេ interesting ទៅលើអីដូចយើងរកស៊ីនៅតំបន់ផ្សេងគ្នាការ understanding ក៏វាផ្សេងគ្នាហើយជាពិសេសអ្វីដែលវាពិបាកហ្នឹងគឺតាក់ទងទៅនឹង culture ឧទាហរណ៍យើងរកស៊ីនៅយើងបើកមុខរបរតែមួយប៉ុន្តែនៅប្រទេសពីរផ្សេងគ្នាអញ្ចឹង culture នៃអ្នកទិញឬក៏ភ្ញៀវរបស់យើងហ្នឹងក៏វាខុសគ្នាដែរអញ្ចឹងអាហ្នឹងយើងត្រូវដឹងពី culture differentiation នៅក្នុងការយើងសម្រប business របស់យើងហ្នឹងឲ្យត្រូវតាមអ្នកដែលរស់នៅតំបន់មួយចំណុចបន្ទាប់យើងនឹងនិយាយទៅកាន់ economic អញ្ចឹង economic យើងត្រូវដឹងនៅពេលដែលយើងធ្វើ business យើងក៏ត្រូវគិតតាក់ទងនឹង economic ដែរឧទាហរណ៍នៅពេលដែល economic វាមានការ unstable អញ្ចឹងអ្វីវានឹងមានការប្រែប្រួលផ្លាស់ប្ដូរតាមនឹងដូចជាតំណែងអីវ៉ាន់ហើយនឹងការចំណាយផលអតិថិជនទៅលើតំណែងរបស់យើងអញ្ចឹងបើសិនជាយើងអត់ដឹងពីលក្ខណៈeconomic trend ទេគឺយើងអត់អាចទៅសិក្សាថាតើ
បានហើយយើងចូលទៅដល់ទីផ្សារហ្នឹងតម្លៃប៉ុណ្ណឹងវាស័ក្តិសមទៅនឹងអ្វីដែលអតិថិជនចង់បានអត់ឬក៏វាលើសពីតម្លៃទីផ្សារដែលមានសប្តាហ៍ថ្ងៃចំណុចមួយទៀតតាក់ទងទៅនឹង environmental អញ្ចឹងនៅក្នុង environmental ហ្នឹងវាមានចំណុចមួយដែលសំខាន់គឺដោយសារតែជាទូទៅសប្តាហ៍ថ្ងៃនេះគឺអ្នកមិននិយាយថាអ្នកទិញឬក៏អីទេសំខាន់មនុស្សដែលនៅលើពិភពលោកទាំងមូលគេខ្វាយខ្វល់ទៅកាន់បរិស្ថានអញ្ចឹងបរិស្ថានវាជាចំណុចមួយដែលសំខាន់អញ្ចឹងភ្ញៀវជាទូទៅសប្តាហ៍ថ្ងៃនេះដូចយើងសង្កេតឃើញគេគ្រប់គ្រងរថយន្តដែលប្រើប្រាស់ប្រើប្រាស់ភ្លើងអគ្គិសនីច្រើនជាងសាំងដោយសារអីដោយសារតែការប្រើប្រាស់អគ្គិសនីវាជួយដល់បរិស្ថានវាអត់បំពុលបរិស្ថានអញ្ចឹងហើយបានជាឥឡូវ consumer ប្រជាជនមួយចំនួនដែលគេទិញ product គេគិតគូរទៅលើការទៅគិតគូរថាតើ product គេប្រើនេះវាអាចប៉ះពាល់ដល់បរិស្ថានខ្លាំងអត់វាអាចបំផ្លាញដល់បរិស្ថានខ្លាំងឬអត់ចំណុចមួយទៀតគឺតកតងនឹង political boundary អញ្ចឹងក្នុងការធ្វើអីមួយនៅក្នុងការធ្វើ business ក៏យើងត្រូវគិតទៅលើរឿងអស់ហ្នឹងដែរដោយសារតែយើងត្រូវ follow rule ត្រូវ follow ច្បាប់អីមួយចំនួនដែលមាននៅក្នុងកន្លែងនៅក្នុងប្រទេសដែលយើងរកស៊ីអញ្ចឹងបើសិនជាដូចវាស្តៀងទៅនឹង legal ដែរដូចដែលថាប្រទេសមួយចំនួនប្រទេសខ្លះប្រទេសមួយអធិស្ឋានគាត់មានច្បាប់ក្នុងការរកស៊ីផ្សេងៗគ្នាគាត់មានគាត់មានការអនុញ្ញាតក្នុងការធ្វើអីមួយហ្នឹងវាផ្សេងគ្នាទាំងអស់អញ្ចឹងយើងត្រូវដឹងពី rule ហើយនិង regulation ដែលយើងដែលក្នុងការរកស៊ីផងយើងហ្នឹងដូចគ្នាអញ្ចឹងក្នុងហ្នឹងគេ mention មក3គឺ data protection regulation trade policy ហើយនិង content and access restriction អញ្ចឹងនៅពេលដែលយើងធ្វើ business យើងត្រូវគិតដែរទៅដល់បើសិនជាយើងបាន personal information ពីconsumer ផងយើងតើយើងត្រូវធ្វើម៉េចដើម្បី keep អាហ្នឹងវាជា secret កុំឲ្យវាបែកធ្លាយហើយយើងក៏ត្រូវដឹងពីការ trade policy ដូចជាការដូចជាពន្ធដូចជាអីមួយចំនួនដែលវានឹងមានការឡើងចុះឬក៏ការ trade ចេញការលក់ចេញផងយើងហ្នឹងវាត្រូវមាន process អីខ្លះដើម្បីឲ្យវាស្របទៅតាមច្បាប់នៃប្រទេសដែលយើងកំពុងរកស៊ីនៅក្នុងហ្នឹងអញ្ចឹងអាហ្នឹងសម្រាប់ចំណុច6ដែលខ្ញុំនិយាយហ្នឹងគឺវាអស់ហើយចឹងយើងបន្តទៅចំណុចបន្ទាប់ទៀតដែលជា mapping មួយនៅក្នុងការនៅក្នុងយើងនៅក្នុងការstrategic ដើម្បីឲ្យយើងដឹងថាយើងដឹងពី6ចំណុចហ្នឹងហើយប៉ុន្តែយើងត្រូវមាន mapping មួយដើម្បីយើង monitor វាថាតើអា process ហ្នឹងវាធ្វើបែបម៉េចខ្លះអញ្ចឹងនៅក្នុងហ្នឹងទី1យើងមាន monitor ហ្នឹងគឺយើងតាមដាន collect information អីមួយចំនួនពី macro ហើយនិង micro environment ហើយយើងយកមកសិក្សាទី2យើងប្រមូលទិន្នន័យទាំងអស់បន្ទាប់មកយើងចាប់ផ្ដើម evaluate យើង develop process ឲ្យត្រូវទៅនឹង data អ្វីដែលយើងបានប្រមូលហ្នឹងបន្ទាប់មកនៅពេលដែលយើងបានធ្វើយើងបាន monitor យើងបាន evaluate ហើយយើងចាប់ផ្ដើម generate strategy ក្នុងការធ្វើ business របស់យើងហ្នឹងឲ្យវា reach ទៅកាន់ potential customer បន្ទាប់មកយើងមានជា strategy អញ្ចឹងយើងត្រូវ implement prototype ទៀតដើម្បីឲ្យអា functionality ហ្នឹងវា deliver ទៅកាន់ customer value ហើយបន្ទាប់មកយើងត្រូវ measure ហើយនឹង review អ្វីដែលយើងបានធ្វើដូចជា strategic ហើយនឹង implement prototype ហ្នឹងតើការធ្វើអស់ហ្នឹងវាមានភាពជោគជ័យកម្រិតណាហើយវាមានបញ្ហាផលប៉ះពាល់អីខ្លះដែលធ្វើឲ្យ business ហ្នឹងវាអត់ទាន់ជោគជ័យអញ្ចឹងសម្រាប់អាហ្នឹងវាមានប៉ុណ្្នឹងអញ្ចឹងយើងចូលមកដល់កន្លែងដែល diffusion of innovation អញ្ចឹងនៅក្នុងហ្នឹងការធ្វើ business ថ្មីវាមានចំនួន5 stage អញ្ចឹងក្នុង stage អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបាននៅខាងរូបនៅខាងឆ្វេងដែរគឺ stage ទី1គឺ innovator មានន័យថានៅពេលដែលbusiness យើងទំតែចាប់ផ្ដើមវាអត់ទាន់ start ទៅវា reach ទៅដល់កំពូលហ្មងហើយវានៅត្រឹមកម្រិតមួយដែលទាបអញ្ចឹង innovator ហ្នឹងគាត់នឹងមកដូចអ្នកដែលមកជួយ testing អ្នកដែលដូចសាច់ញាតិបងប្អូនយើងដែលគេមកជួយគ្រប់គ្រងរបស់យើងអញ្ចឹងបន្ទាប់ពីផុតពីប៉ុណ្្នឹងហើយយើងដល់ early adopter ដែលនៅពេលដល់ពេលមួយ business យើងចាប់ផ្ដើមមាន
គេស្គាល់ច្រើនមាន population មាន brand name អីត្រឹមត្រូវអញ្ចឹងអ្នកមួយចំនួនដែលគេ cut interest គេ willing to invest នៅក្នុងការទិញ product ពីយើងឬក៏ service ពីយើងហ្នឹងគេនឹងមកជួយគ្រប់គ្រងរបស់ business របស់យើងបន្ទាប់មកយើងចាប់ពី early adopter ហ្នឹងយើងនឹងចូលទៅដល់ early majority ហ្នឹងមានន័យថា business យើងកំពុងតែនៅ peak មួយដែលខ្ពស់បំផុតវាកម្រិតមួយដែលថាចំណេញខ្លាំងនៅក្នុងការធ្វើ business ហ្នឹងគឺយើងមាន brand យើងមាន strong brand name យើងមាន product មួយដែលល្បីយើងមានcustomer ដែល constantly មក support យើងមកជួយទិញ product ឬក៏ service របស់យើងរហូតបន្ទាប់មកចាប់ពី early majority ហ្នឹងវានឹងចូលដល់ late majority អញ្ចឹងឧទាហរណ៍នៅក្នុង market មួយមានរបស់ស្តៀងគ្នាយើងយកកាហ្វេមកធ្វើជាឧទាហរណ៍នៅពេលដែលគេចាប់ផ្ដើមបើកកាហ្វេហ្នឹងល្បីគឺ early majority ហ្នឹងនឹងច្រើនប៉ុន្តែនៅពេលដែលមានហាងមួយទៀតមកបើកប្រកួតប្រជែងឬក៏កម្រិតនៃអ្នកដែលចាប់អារម្មណ៍នៅលើកាហ្វេហ្នឹងរៀងធ្លាក់ចុះអញ្ចឹងearly majority ហ្នឹងវានឹងបាត់ប៉ុន្តែមានអ្នកដែល late majority ហ្នឹងដែលយើងអាចនិយាយថាអ្នកដែលទៅស្គាល់ក្រោយដែល business ហ្នឹងយើងចិត្តផ្លាស់ប្ដូរហើយប៉ុន្តែគាត់ទៅស្គាល់អញ្ចឹងគាត់នឹងមកជួយគ្រប់គ្រងយើងបន្ថែមទៀតចាប់ពីearly majority ហ្នឹងបន្ទាប់មកយើងចាប់ពី late majority យើងដល់ legal ហ្នឹងមានន័យថាដូចជាចំណុចមួយដល់បាតហើយ business យើងវារៀងតិចជាងមុនការរកស៊ីយើងវាអត់សូវចំណេញខ្លាំងដូចមុនហើយយើងក៏អត់សូវមានភ្ញៀវមកជួយគ្រប់គ្រង business យើងដូចមុនដែរដោយសារតែទី1អាចថា product គេបើ product យើងគេប្រើទៅវារៀងសាំទី2មាន competitor ច្រើនអញ្ចឹងហើយដែលជាមូលហេតុធ្វើឲ្យវាធ្លាក់ខ្លាំងប៉ុន្តែនៅក្នុងហ្នឹងយើងអាចដំណោះស្រាយហ្នឹងដើម្បីឲ្យវាឡើងទៅវិញយើងអាចបង្កើត business ថ្មីឬក៏ innovate business ផងយើងឧទាហរណ៍យើងលក់កាហ្វេតែមួយមុខយើងលក់កាហ្វេគេក៏លក់កាហ្វេអញ្ចឹងរឿងអីអតិថិជននៅតែមកទិញយើងគេចង់សាកអីថ្មីដែរអញ្ចឹងយើង innovate ពីការលក់កាហ្វេតែមួយមុខយើងទៅលក់ភេសជ្ជៈអីផ្សេងទៀតដូចជា soft drink ដូចជា non caffeine drink ឬក៏ energy drink ឬក៏អីផ្សេងទៅហើយយើងបូកថែមនឹង special menu ដែលយើង innovate រៀងរាល់អាទិត្យអីចឹងទៅធ្វើជា promotion ធ្វើជាអីថែមទៅគឺធ្វើឲ្យ business យើងឡើងមកវិញអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺវាមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់និយាយអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់